វីដេអូ review ផលិតផលបែបនេះតើគេធ្វើមិនតោះទៅមើលទាំងអស់គ្នាតាមពិតទៅវិធីសាស្ត្រនេះគឺបងអាចប្រើបាននៅលើ TikTok ដូចគ្នាគ្រាន់ថានៅលើ TikTok គឺយើងអាចដូរ font អក្សរខ្មែរស្អាតៗបែបហ្នឹងបានអញ្ចឹងបងថតវីដេអូមួយមកហើយបងថតវីដេអូមួយឬក៏ពីរអីបន្ថែមទៀតដើម្បី add ពីលើវីដេអូរបស់យើងហើយ add យកមកហើយនេះគឺវាមានរង្វង់ជ្រុងបេះដូងផ្កាយអីបងឆ្លាញ់មួយណាបងដាក់មួយហ្នឹងខ្ញុំ recommend ហ្មងសម្រាប់បងលក់ផលិតផលណាបងចង់បានវីដេអូរៀងប្លែកតាក់ទាញជាងមុនណាបងអាចធ្វើតាមនេះបានតែវាងាយស្រួលដែរបងយើងគ្រាន់តែ add overlay ថែមវីដេអូដែលយើងដាក់ចូលដាក់ animation ដើម្បីឲ្យវា load ផុសចេញមកម្ដងតិចហើយយើងដាក់អក្សរផលិតផលរបស់យើងហ្នឹងមានអត្ថប្រយោជន៍អីគឺយើងសរសេរដាក់លើហ្នឹងហ្មងរបៀបលេងពណ៌អក្សរលេង style អក្សរបែបណាឲ្យមើលទៅឃើញស្អាតបានផុសនៅវីដេអូមុនហើយបើបងចង់ចេះអីអាចចូលមើលខ្លួនឯងបានរបៀបដាក់ font អក្សរខ្មែរក៏ខ្ញុំមានបានបង្រៀនហើយដែរនិយាយទៅបង្រៀនឲ្យអស់ហើយនេះបងនៅថាអត់តន់អត់ចេះទៀតក៏ខ្ញុំមិនដឹងត្រូវធ្វើមិនដែរមានតែរកចែករំលែកផ្សេងដើម្បីឲ្យគេជួយបងហើយព្រោះខ្ញុំអស់លទ្ធភាពនៅក្នុងការចែករំលែកពេលដែលខ្ញុំចែករំលែកវីដេអូទាំងអស់ហ្នឹងមកគឺអត់ដែលមាន view អត់ដែលមានអ្នកមើលហ្មងដាក់ animation ដាក់សំឡេងដាក់អីគឺព្រានហើយ